សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកស្លម្ជូរគ្រឿងអណ្ដាតគោជាមួយនឹងពោះគោម្ដងបងប្អូនហើយសម្រាប់បន្លែគឺមានតែដើមសាឡារីទេហើយរបៀបស្លរបស់ខ្ញុំហ្នឹងគឺដំបូងឡើងខ្ញុំដាក់គ្រឿងចូលឆ្នាំងកូរឲ្យវារៀងឈ្ងុយទៅបន្ទាប់មកខ្ញុំចាក់សាច់ចូលហើយយើងច្រមុះវាទៅមកមួយសន្ទុះដាក់ឲ្យវាចេញទឹកប្រៃរងាស់ឲ្យវារៀងតិចខ្ញុំចាប់ដើមចាក់ទឹកត្រីចូលប្រហែលជាកន្លះវែកម្សៅស៊ុបមួយកូនស្លាបព្រាកាហ្វេស្ករមួយកូនស្លាបព្រាកាហ្វេហើយនឹងអំបិលក៏មួយកូនស្លាបព្រាកាហ្វេដែរបន្ទាប់មកខ្ញុំដាក់វាម្ងាស់មកស្ទុះទៅខ្ញុំចាក់ទឹកចូលហើយខ្ញុំរងាស់ឲ្យវារៀងផុយសាច់មកស្ទុះទៅបានខ្ញុំចាប់ដើមដាក់អំបិលទុំចូលបងប្អូនហើយអំបិលទុំគឺខ្ញុំដាក់ញុំជាមួយនឹងទឹកក្តៅដើម្បីឲ្យវាចេញជាតិព្រោះអីបើសិនជាយើងដាក់ទាំងដុំចូលមកទៅខ្លាចវាជូរខ្លាំងពេកម្ល៉េះហើយខ្ញុំយកតែទឹកវាទេពេលដែលយើងភ្លក់មើលល្មមហើយនឹងពេលដែលសាច់យើងហ្នឹងវាផុយហើយខ្ញុំចាប់ដើមចាក់ដើមសាឡារីចូលហើយយើងដាក់ឲ្យវាមួយពុះទៀតជាការស្រេចអរគុណ